សូមគោរពសម្ដេចទ្រង់ឯកឧត្តមលោកជំទាវអស់លោកស្រីប្រិមិត្តទូរទស្សនិកជនទាំងអស់ជាទីមេត្រីខ្ញុំបាទយុបវណ្ណៈសូមស្វាគមន៍មកកាន់ទូរទស្សន៍សម្លេងកម្ពុជា VOC TV យើងខ្ញុំដែលផ្សាយចេញពីរដ្ឋកាលីហ្វ័រញ៉ាសហរដ្ឋអាមេរិកកិច្ចព្រមព្រៀងសន្តិភាពកម្ពុជាថៃនិងការដោះលែងទាហានខ្មែរទាំង18រូបឲ្យត្រឡប់មកវិញលោកប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump នឹងដាក់ទណ្ឌកម្មសេដ្ឋកិច្ចថៃប្រសិនបើថៃមិនព្រមគោរពនៅអនុសញ្ញាសន្ធិសញ្ញាលើកិច្ចព្រមព្រៀងសន្តិភាពនេះទេនៅថ្ងៃទី18ខែតុលាឆ្នាំ2025ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រាក់សុខុនរដ្ឋមន្ត្រីការបរទេសនិងសហប្រតិបត្តិការអន្តរជាតិបានបង្ហាញខ្លឹមសារដ៏រំភើបចិត្តមួយក្នុងសន្និសីទសារព័ត៌មានស្ដីអំពីលទ្ធផលនៃកិច្ចប្រជុំចតុភាគីកម្ពុជាថៃម៉ាឡេស៊ីនិងសហរដ្ឋអាមេរិកដែលប្រព្រឹត្តទៅនៅថ្ងៃទី17ខែតុលាឆ្នាំ2025នៅទីក្រុងកូឡាឡាំពួរប្រទេសម៉ាឡេស៊ីក្នុងការឯកភាពគ្នាលើកិច្ចព្រមព្រៀងសន្តិភាពលើកនេះគួរឲ្យទុកចិត្តទទួលយកបានលើសេចក្តីព្រាងឯកសារសន្តិភាពសម្រាប់ចុះហត្ថលេខាដោយនាយករដ្ឋមន្ត្រីប្រទេសទាំងពីរកម្ពុជាថៃក្នុងកិច្ចប្រជុំកំពូលអាស៊ានខាងមុខនេះក្រោមវត្តមានរបស់លោកប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump និងលោក Anwar Ibrahim នាយករដ្ឋមន្ត្រីម៉ាឡេស៊ីនិងជាប្រធានអាស៊ានបដូវវេនជាសាក្សីដ៏រឹងមាំសហរដ្ឋអាមេរិកលេងធ្ងន់មែនតែនហើយបើសៀមនៅតែមិនគោរពបទជុកបាញ់ឲ្យបានពេញលេញនោះទេ Donald Trump បាននិយាយថាលោកនឹងអំពាវនាវដល់ពិភពលោកដាក់ទណ្ឌកម្មប្រឆាំងនឹងប្រទេសថៃក្នុងអំឡុងកិច្ចប្រជុំកំពូលអាស៊ាននៅទីក្រុងកូឡាឡាំពួរប្រទេសម៉ាឡេស៊ីនិងប្រព្រឹត្តទៅនៅថ្ងៃទី26ដល់ថ្ងៃទី28ខែតុលាឆ្នាំ2025ខាងមុខនេះហើយ Donald Trump បានដាក់កំហិតយ៉ាងម៉ឺងម៉ាត់បំផុតនៅលើកិច្ចព្រមព្រៀងបទជុកបាញ់ឲ្យបានជាធរមានច្បាស់លាស់និងគ្រប់សកម្មភាពទាំងឡាយដូចជាការរាយបណ្ដាលុះចូលមកឈូសឆាយដីកម្ពុជាតាមអំពើចិត្តដែលជាការបំពានឈ្លានពានលើអធិបតេយ្យភាពបូរណភាពទឹកដីរបស់កម្ពុជានៅក្នុងថ្ងៃប្រជុំខាងមុខនេះប្រទេសកម្ពុជានិងថៃបានឈានដល់ការព្រមព្រៀងគ្នា10ចំណុចលើឯកសារកិច្ចព្រមព្រៀងសន្តិភាពដែលនឹងត្រូវចុះហត្ថលេខានៅចុងខែតុលាឆ្នាំ2025នេះដែលយើងបានគ្រោងទុកជាយូរណាស់មកហើយក្នុងកិច្ចព្រមព្រៀងនោះមានចាប់តាំងពីការបដិញ្ញាចិត្តរបស់ប្រទេសទាំងពីរនៅក្នុងការគោរពបទជុកបាញ់រហូតដល់ការដោះលែងទាហានទាំង18នាក់និងកិច្ចព្រមព្រៀងដែលបានឯកភាព10ចំណុចនោះរួមមាន1ការបដិញ្ញាចិត្តរបស់ប្រទេសទាំងពីរក្នុងការគោរពបទជុកបាញ់ឲ្យបានម៉ឺងម៉ាត់2ការគោរពគ្នាទៅវិញទៅមកជាពិសេសការគោរពគោលការណ៍នៃអធិបតេយ្យភាពបូរណភាពទឹកដីនិងឯករាជ្យរបស់ប្រទេសនីមួយៗ3ការតាំងចិត្តតាមការស្ដារទំនុកចិត្តរវាងគ្នានឹងគ្នាទៅវិញទៅមកទំនាក់ទំនងការទូតឡើងវិញដោយសារកន្លងទៅយើងបានទម្លាក់កម្រិតការទូតមកត្រឹមថ្នាក់លេខាធិការរបស់ស្ថានទូត4ការរួមគ្នានិងសហប្រតិបត្តិការគ្នាដើម្បីប្រយុទ្ធប្រឆាំងនៅអក្រិតកម្មឆ្លងដែនក្នុងនោះក៏មានបញ្ហាការឆបោកតាមបច្ចេកវិទ្យា5ការបោះសម្អាតមីននៅតាមព្រំដែនក្រមការងារនឹងធ្វើការកំណត់តំបន់ណាត្រូវដោះមុននិងតំបន់ណាដែលត្រូវដោះក្រោយ6ការដកអាវុធធំទាំងឡាយចេញពីព្រំដែនហើយបញ្ជូនទៅកាន់មូលដ្ឋានទ័ពរៀងខ្លួនវិញ7ភាគីថៃនឹងដោះលែងវីរៈកងទ័ពកម្ពុជានឹង18រូបដែលត្រូវបានចាប់ខ្លួនតាំងពីថ្ងៃទី29ខែកក្កដាឆ្នាំ2025ដោយមិនរងចាំទៀតទេ8ការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី9ការគោរពនៅគោលការណ៍មិនប្រើប្រាស់កម្លាំងដើម្បីដោះស្រាយបញ្ហាជម្លោះ10ការអះអាងជាថ្មីនៅការបដិញ្ញាចិត្តរៀងខ្លួនដើម្បីធ្វើយ៉ាងណារួមគ្នាក្នុងឋានៈជាប្រទេសជិតខាងអចិន្ត្រៃយ៍ក្នុងការស្ដារទំនាក់ទំនងជាប្រក្រតីឡើងវិញនាំមកនៅសុខសន្តិភាពវិបុលភាពសម្រាប់ប្រទេសនិងប្រជាជននៃប្រទេសទាំងពីរសូមបញ្ជាក់ផងដែរថាលទ្ធផលនៃកិច្ចព្រមព្រៀងចុះហត្ថលេខាលើសន្ធិសញ្ញានិងអនុសញ្ញានៅចុងខែតុលាឆ្នាំ2025ខាងមុខនេះគឺបន្ទាប់ពីរដ្ឋមន្ត្រីការបរទេសកម្ពុជានិងថៃដោយមានតំណាងពីប្រទេសម៉ាឡេស៊ីនិងសហរដ្ឋអាមេរិកជាអ្នកសម្របសម្រួលនោះបានដោយជោគជ័យសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃប្រជាណាចក្រកម្ពុជាក៏អំពាវនាវដល់ពលរដ្ឋខ្មែរទាំងអស់សូមជឿជាក់លើច្បាប់អន្តរជាតិនិងយន្តការអន្តរជាតិលើនយោបាយការទូតនិងជឿជាក់លើសមត្ថភាពរបស់រាជរដ្ឋាភិបាលយើងព្រោះកម្ពុជាមិនចង់យកសង្គ្រាមដោះស្រាយសង្គ្រាមនោះទេដោយពេលយើងបានចុះហត្ថលេខាកាលពីថ្ងៃទី28ខែកក្កដាឆ្នាំ2025នៅប្រទេសម៉ាឡេស៊ីមនុស្សតិចណាស់ដែលជឿថាអាចឈប់បាញ់នៅយុគនោះបានហើយមានមនុស្សតិចណាស់ជឿថាអាចជប់បាញ់គ្នាបានដល់3ខែបងប្អូនខ្លះអាចជេរអាចរិះគន់ឬគិតថារាជរដ្ឋាភិបាលនៅស្ងៀមស្ងាត់ពេកស្លូតពេកក៏ថាទៅចុះហើយក៏គ្មានការចុះហត្ថលេខាណាមួយនឹងបដូរទឹកដីដើម្បីសន្តិភាពនោះដែរព្រោះរាជរដ្ឋាភិបាលមិនអាចតម្រូវចិត្តគ្រប់គ្នាទេ
តែគោលដៅសំខាន់គឺការពារអាយុជីវិតទ្រព្យសម្បត្តិបូរណភាពទឹកដីត្រូវមើលគ្រប់ទិដ្ឋភាពទាំងអស់តាមដាន24ម៉ោងលើ24ម៉ោងនេះជាប្រសាសន៍សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃប្រជាណាចក្រកម្ពុជាក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការអាកាសយានដ្ឋានអន្តរជាតិដេជោព្រឹកថ្ងៃច័ន្ទទី20ខែតុលាឆ្នាំ2025បងប្អូនមិត្តភ័ក្តិជាច្រើនឃើញតាមបណ្ដាញសង្គមអីអរគុណណាស់ចំពោះការជូនពរឲ្យខ្ញុំក៏សូមជូនពរត្រឡប់ទៅវិញជូនបងប្អូនទាំងអស់គ្នាហើយជាពិសេសប្រទេសជាតិយើងទាំងមូលឲ្យទទួលបានសេចក្តីសុខសន្តិភាពនិងគេថាបញ្ចប់នៅបញ្ហាទាំងឡាយនៅក្នុងពេលចាប់កំពុងនេះសូមអរគុណទូរទស្សនិកជនទាំងអស់ដែលកំពុងតែតាមដានទស្សនាទូរទស្សន៍សម្លេងកម្ពុជា VOC TV យើងខ្ញុំដែលផ្សាយចេញពីរដ្ឋ California សហរដ្ឋអាមេរិកសូមជួយចុច like follow និង share ម្នាក់មួយផងលើ page Facebook ក៏ដូចជា YouTube ផងដែរដើម្បីទទួលបាននូវព័ត៌មានថ្មីៗសូមជម្រាបលាជួបគ្នាវេលាក្រោយទៀត